ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាជាធម៌កតញ្ញូការដឹងគុណនេះណាជាមង្គលជាសិរីសួស្តីសម្រាប់មនុស្សគ្រប់គ្នាញាតិញោមបើមនុស្សយើងអត់មានធម៌កតញ្ញូទេមិនអាចសាងសេចក្តីល្អគុណធម៌មានការចម្រុងចម្រើនមានសេចក្តីល្អក្នុងជីវិតនោះទេណាកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលចឹងការដឹងគុណនេះជាដង្ហើមនៃកុសលធម៌សេចក្តីល្អណាញាតិញោមការដឹងគុណនេះគឺជាប្រធានធម៌បានន័យថាធម៌ជាប្រធាននៃកុសលធម៌ទាំងអស់ដែលយើងអាចដើម្បីបំពេញទានទៅបានសិលទៅបានភាវនាទៅបានកុសលធម៌ទាំងអស់គឺអាស្រ័យដោយការដឹងគុណនឹងហើយដោយឯកឧត្តមលោកបាននឹកឃើញថាទីកន្លែងហ្នឹងគឺដូចជាទីកន្លែងដែលផ្ដល់អាយុជីវិតរបស់គាត់ណាមិនចឹងបើតាមប្រវត្តិរឿងរ៉ាវព្រះអង្គគ្រូលើកឡើងឲ្យដល់បានមានប្រសាសន៍ប្រាប់ហ្នឹងគឺថាកុំបានស្រះហ្នឹងកុំដឹងមិនទេជីវិតមិនអាចឆ្លងផុតទៅបានទេហ្នឹងហើយប៉ុន្តែរឿងដែលសំខាន់ជាងនឹងទៅទៀតគឺត្រូវដឹងគុណបុណ្យញាតិញោមណាដោយព្រះអង្គគ្រូសម្ដែងអញ្ចឹងបើសិនណាបើយើងមិនមានបុណ្យកុសលត្រួតត្រងអាយុជីវិតរបស់យើងទេយើងមិនអាចរស់រានមានជីវិតទៅណាញាតិញោមហ្នឹងហើយពពេកតពុញ្ញតាបានន័យថាបុគ្គលដែលបានសន្សំបុណ្យធ្វើបុណ្យទុកមកហើយហ្នឹងគឺជាសេរីត្រួតត្រងអាយុជីវិតរបស់យើងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែដាស់តឿនយើងណាអភិតរេថកល្យានេបាចិត្តតាំងនិវិរយេបុគ្គលក៏បីធ្វើបុណ្យហ្នឹងធ្វើបុណ្យឲ្យរឿយក៏បីធ្វើសេចក្តីត្រេកអរក្នុងបុណ្យបើសិនណាបើបុគ្គលណាមិនធ្វើបុណ្យទេគឺថាចិត្តរមែងត្រេកអរក្នុងបាបញាតិញោមក្នុងជីវិតរបស់យើងនេះគឺមានតែបុណ្យហើយនឹងបាបទេណានៅពេលណាដែលយើងមានទឹកចិត្តដើម្បីសាងល្អណាសាងនូវកុសលធម៌ចិត្តរបស់យើងនោះគឺជាចិត្តបុណ្យនៅពេលណាដែលយើងមិនសាងល្អទៅទេចិត្តរបស់យើងរមែងគិតទៅក្នុងរឿងអកុសលចិត្តបាបហ្នឹងហើយយើងដឹងទាំងអស់គ្នាហើយចិត្តជាអកុសលចិត្តបាបហ្នឹងគឺធ្វើឲ្យយើងមាននៅសេចក្តីទុក្ខលំបាកសាងនៅអកុសលជាពូជនៃសេចក្តីវិនាសពូជទៅកាន់អបាយភូមិញាតិញោមណាហើយការសាងល្អទានសិលភាវនាដោយញាតិញោមប្រុសស្រីហ្នឹងគឺថាសាងពូជទៅណាសាងពូជក្នុងកំណើតជាមនុស្សណាសាងពូជទៅសុគតិសួគ៌រហូតទៅដល់អាចដើម្បីរួចចាកទុក្ខអាស្រ័យនឹងបុណ្យកុសលនឹងហើយណាហើយអាត្មាក៏ត្រេកអរបុណ្យរបស់ឯកឧត្តមកសាងទីសេនាសនៈនេះហៅថាទីសេនាសនៈឯកឧត្តមប៉ុណ្ណាសេនាសនៈទានសេនាសនៈទាននេះគឺជាទានដល់ប្រសើរក្រៃលែងក្នុងការបំពេញបុណ្យកុសលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឆ្លើយតបសំណួររបស់ទេវតាបានទូសួរព្រះសម្មាសម្ពុទ្ធថាបើពិតព្រះអង្គដ៏ចម្រើនតើធ្វើបុណ្យអីបានបុណ្យទាំងយប់ទាំងថ្ងៃបានបុណ្យទាំងយប់ទាំងថ្ងៃធ្វើបុណ្យអីញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គបានតបទេវតាថាការកសាងទីសេនាសនៈណាទីជំរកទីអាស្រ័យនៅបើយើងក្នុងវត្តអីទៅយើងថាកសាងកត់កសាងវិហារអីសាលាឆាន់អីចឹងណាញោមណាផ្ទះសំបែងនិយាយទៅអ្វីដែលជាទីស្នាក់អាស្រ័យនៅគេហៅថាសេនាសនៈទានហ្នឹងហើយដោយនៃទីសេនាសនៈនេះក៏ព្រឹត្តទៅជាប្រយោជន៍បានបុណ្យទាំងយប់ទាំងថ្ងៃញាតិញោមបានបុណ្យត្រង់ដែលថាប្រើប្រាស់ទៅបានទៅជាប្រយោជន៍ច្រើនហើយមើលទីកន្លែងនេះក៏សម្រួលដល់លោកតាលោកយាយអ្នកស្រុកអ្នកភូមិអីថ្ងៃបុណ្យថ្ងៃទានអីគាត់ពិបាកទៅវត្តអីគ្រាន់តែមុនប្រសង់មកដើម្បីថាឲ្យសិលឲ្យអីនោះញោមនៅផ្ទះនៅពេញឯណោះញោមបុណ្យហូរចូលទៅអាស្រ័យដែលបានសម្រួលណាជាប្រយោជន៍ហ្នឹងគឺធ្វើបុណ្យប្រកបដោយបញ្ញាហើយណាញាតិញោមធ្វើបុណ្យប្រកបដោយបញ្ញាហើយហ្នឹងហើយគឺបានជាប្រយោជន៍សម្រាប់សាសនាផងសម្រាប់សាធារណជនទូទៅផងអញ្ចឹងគឺជាបុណ្យប្រសើរក្រៃលែងណាញាតិញោមគួរកាត់ថ្លាគួរសប្បាយចិត្តហ្នឹងហើយអញ្ចឹងគឺការដែលចាត់ចែងទៅជាទាននេះជារឿងដែលបុគ្គលដែលមានសទ្ធាអាចធ្វើទៅបានណាញាតិញោមណាបុគ្គលមានសទ្ធាទើបអាចចាត់ចែងទៅជារបស់មានប្រយោជន៍ណាក្នុងសង្គមជាតិអីហ្នឹងគឺអាស្រ័យនឹងចិត្តជាកុសលចិត្តជាបុណ្យមានសទ្ធាដោយពាក្យលោកថាសទ្ធាជាទ្រព្យល្អលើអ្វីនាំជនប្រុសស្រីឲ្យប្រព្រឹត្តល្អបើមានតែទ្រព្យសទ្ធាទល់ក្រមាសប្រាក់ទាក់ករោចចាយឲ្យបាន
បានទេអ្នកខ្លះមានបបោហូហៀយ៉ាងណាយ៉ាងណីប៉ុន្តែអត់មានសទ្ធានឹកឃើញមានបញ្ញានឹករលឹកថាធ្វើអីដើម្បីបានទៅជាប្រយោជន៍សម្រាប់សហគមន៍សម្រាប់ប្រទេសជាតិអីចឹងណាព្រោះដោយឯកឧត្តមលោកមន្ត្រីក៏បានបម្រើជាតិបម្រើសាសនាធំធេងណាធ្វើកិច្ចការងារហ្នឹងគឺប៉ុនណាញាតិញោមពេលខ្លះយើងគិតថាប៉ុនតលថាមកថ្វាយគុំលោកប៉ុនណាទៅបាយស្រាក់ទៅប៉ុនណាចាក់មកក្រោប៉ុនណាមែនទេទៅសេចក្តីល្អដែលយើងធ្វើរៀងរាល់ពេលវេលាណាញាតិញោមណាចិត្តជាកុសលហ្នឹងគឺជាចិត្តប៉ុនណាញាតិញោមចិត្តប៉ុនហ្នឹងទើបអាចដើម្បីសាងសេចក្តីល្អគុណធម៌ទៅបានណាគឺសភាពនៃបុគ្គលជាសប្បុរសជាមនុស្សល្អណាចឹងដោយពាក្យថាសាធុជនស្រឡាញ់ប៉ុនងាយធ្វើប៉ុនទេឯទុរជនចិត្តតម្រាន់ធ្វើបំកើតរីបាបវិញគេងាយធ្វើពុំញញើតអ្នកប្រាជ្ញាធ្វើបំកើតព្រោះខ្ពើមបាបណាគឺអ្នកដែលជាជនអសប្បុរសណាជាបុគ្គលពីលជាអ្នកដែលមិនស្រឡាញ់ប៉ុនមិនងាយធ្វើប៉ុនទៅរួចទេណាញាតិញោមការលះទ្រព្យសម្បត្តិដែលខំប្រឹងប្រែងអីបានមកនេះមិនចេះតែចាត់ចែងកសាងអីទៅបានទេព្រោះមនុស្សយើងដល់ច្រើនគឺមានអមច្ឆរិយៈសេចក្តីកំណាញ់រិទ្ធបិទព្រឹត្តចង់មានធ្វើបាបបំពានក្លៀនចង់ល្អប្រព្រឹត្តអាក្រក់ត្បិតខ្លាចក្ររស់អត់សិលធម៌ចិត្តអប្រៃអ្នកក្រធ្វើចោលលួចប្រុសក្លៀនចោះចោលអ្នកមានលួចប្រុសអីមានចោលអ្នកមានអីខ្លះទៅចឹងដែរហ្នឹងគឺដោយសារមានកិលេសក្នុងសន្តានចិត្តណាហ្នឹងហើយអញ្ចឹងគឺថាញាតិញោមទាំងអស់ដែលមានសទ្ធាជ្រះថ្លាធ្វើបុណ្យធ្វើទានទៅបានហ្នឹងគឺអស្ចារ្យណាញាតិញោមគួរដឹងគុណបុណ្យគួរសប្បាយចិត្តនឹងបុណ្យដែលយើងសាងល្អហ្នឹងគឺយើងអត់ភ្លេចកំណើតយើងទេអត់ភ្លេចកំណើតមិនកំណើតជាមនុស្សហ្នឹងដោយសារបុណ្យណាញាតិញោមមិនមែនលមាក់លមមហើយយើងមានអត្តភាពមកជាមនុស្សទេហើយយើងមានអត្តភាពជាមនុស្សដែលបបោទៅដោយកាយសម្បទាអវយវៈអីសពគ្រប់អីនេះគឺបុណ្យចាត់ចែងមកណាញាតិញោមណាមិនមែនចេះតែបានទៅអ្នកខ្លះឃើញញាតិញោមពេលខ្លះទៅអវយវៈគ្នាមិនគ្រប់មិនគ្រាន់ហ្នឹងហើយមានភ្នែកដែរមើលមិនឃើញមានតិចដែរស្ដាប់មិនឮហ្នឹងមានដៃដែរប្រើការមិនកើតអីអញ្ចឹងទៅមានណាញាតិញោមក្នុងលោកយើងហ្នឹងច្រើនអញ្ចឹងទៅហ្នឹងគឺគ្នាខ្វះបុណ្យហើយណាញាតិញោមខ្វះបុណ្យហើយមួយទៀតដោយក្នុងកំណើតដេរិឆានអីណាជ្រុកមន្ទាឆ្កែឆ្មាអ្វីអីហ្នឹងគ្នាគឺអភ័ព្វទៅនៅក្នុងគតិសម្បត្តិហ្នឹងអញ្ចឹងយើងទាំងអស់គ្នានេះដែលមានអត្តភាពជាមនុស្សនេះគឺថាត្រូវតែសាងសេចក្តីល្អបុណ្យកុសលហ្នឹងឲ្យច្រើនទៅបានតែយើងអត់រមិលគុណជីវិតយើងអត់រមិលគុណបុណ្យយើងទេយើងប្រឹងធ្វើយ៉ាងម៉េចដើម្បីបានទៅជាសម្ពាយបុណ្យណាទានជាស្បៀងញាតិញោមពាក្យខ្មែរថាទានជាស្បៀងសិលជាស្ពានបញ្ញាជាអាវុធណាដែលយើងធ្វើទានធ្វើអីនេះជាស្បៀងយើងញោមអត់មានបាត់ទៅណាទេណាមានបាត់ទៅណាទេដោយសម័យព្រះធម្មិកៈបាសកកសាងសាលាហ្នឹងញោមគ្រាន់តែកសាងសាលាអីវេថ្វាយសង់ហើយនោះវិមាននោះផុសនោះឋានតាវតឹងចាំបាត់ដែរចឹងឯកឧត្តមមិនបាច់ទឹកខ្វល់រឿងកសាងហ្នឹងបោះទឹកបងគ្រូហ្នឹងប៉ុនបងគ្រូម្ដែងធំមិញបនភ្លាមប៉ុនណាក់ហ្នឹងគ្រាន់ជួស្រែផ្លេតលាមផ្លេតនេះបានសតមាសញោមចង់រកប្រារហនធ្វើបនអញ្ចឹងរែកបានមាសចឹងរកមាសដល់រកបាក់លើថ្ងៃនេះមាសកន្លែងទៀតច្រើនហ្នឹងបនញោមពេលខ្លះក៏យើងគិតទៅរឿងបនកុសលហើយប៉ុន្តែរឿងដែលបនដែលគួរជ្រះថ្លាមែនទេដោយព្រះអង្គគ្រូលើកឡើងមិញបនលោកញោមគ្រាន់តែលោកប្រគិនបច្ច័យធ្វើសាលាអីនោះ1000ហ្នឹងហើយដល់មន់តាមផ្លូវវិញបាន1000ទេមិនមែនបាន1000ព្រម1000ជាងទេបនឲ្យតនហន់អញ្ចឹងណាដោយអាត្មាក៏ដូចគ្នាញោមពេលខ្លះទៅបានបច្ច័យ4ពីញាតិញោមអីមកចេះតែទុកដាក់អីទៅឲ្យធ្វើបនធ្វើទៀមបន្តទៅប៉ុន្តែដូចមិនចេះអស់ញោមបានមកទឹកចេះតែហូរអានឹងមិនខុសអីទឹកតែហូរវាចេះតែហូរមកដងចេះតែចេញទៀតណាដងដែលយើងណាដងទឹកពីដងទៅដងចេះតែចេញទៅទៀតហើយណាចេញទៅបានតើអាស្រ័យនឹងប្រភពទឹកណាញោមប្រភពទឹកគឺបនយើងដែលយើងសាងហ្នឹងសាងល្អអញ្ចឹងការធ្វើបនធ្វើទាននេះជារឿងដែលយើងទាំងអស់គ្នាក៏បីបដិបត្តិណាញាតិញោមក៏បីធ្វើឲ្យបានជាប្រក្រតីជារឿយណាកុសលធម៌គ្រប់បែបយ៉ាងទានគួរឲ្យសិលហ្នឹង
គួររក្សាភាវនានឹងគួរចម្រើនគុណធម៌3នឹងសំខាន់ណាសម្រាប់ញាតិញោមទានគួរឲ្យណាសិលយើងមានសិលសេចក្តីល្អតាមកាយវិចារចិត្តរបស់យើងនឹងគួររក្សាហើយភាវនាការអប់រំចិត្តនឹងត្រូវតែចម្រើនជាប្រកបដីជារឿយៗណាគុណធម៌3នឹងសំខាន់ណាសម្រាប់យើងទាំងអស់គ្នាណាយើងមិនត្រឹមធ្វើតែទានប៉ុណ្ណឹងឯងយើងត្រូវមានសេចក្តីល្អណាសិលហើយយើងត្រឹមមានតែសិលប៉ុណ្ណឹងឯងត្រូវអប់រំចិត្តរបស់យើងនឹងផងព្រោះយើងរងថ្ងៃរស់នៅនឹងចិត្តយើងនឹងហើយម្ដងសបាយទៅម្ដងកើតទុកទៅម្ដងស្រឡាញ់ទៅម្ដងមិនស្រឡាញ់ទៅតោមនោះអីចឹងទៅខឹងបន្ទោសរាយអីថ្នាក់អអន់សពន់ចិត្តអីគឺថាណាយើងជួបប្រទះរៀងរាល់ថ្ងៃអញ្ចឹងគឺត្រូវការចម្រើនទៅដោយគុណធម៌គឺការអប់រំចិត្តហ្នឹង